chưa hai snai ha bích mình kết pi rút sầm bát men anh nết cônกระมมđai khlâyចូលស្ដីដណ្ដឹងរៀបការកូនក្រមុំពីការដៃខ្លីម្នាក់តែងតែថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គមបង្ហាញអំពីស្ថានភាពជីវិតរស់នៅនិងការដាំបន្លែបង្ការក្បែរផ្ទះរបស់ខ្លួនស្រាប់តែក្រោយមកមានបុរសម្នាក់បានឃើញវីដេអូក៏ចាប់អារម្មណ៍តែងតែតាមដានរហូតដល់ឆាតតាក់ទងសុំរាប់អានហើយក៏កើតចិត្តអាណិតនារីពីការដៃខ្លីកាន់តែខ្លាំងឡើងរហូតคล้ายជាស្នេហាតាមសុំស្នេហ៍ចិត្តមួយឆ្នាំទម្រាំខាងស្រីព្រមបើកបេះដូងទួយទល់យកស្នេហាពីខាងប្រុសនិងឈានដល់ការចូលស្ដីដណ្ដឹងរៀបការតាមប្រពៃណីគូស្នេហ៍ពិតមិនគិតពីរូបសម្បត្តិនេះទើបនឹងដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី25មេសាឆ្នាំ2026នៅក្នុងភូមិព្រៃស្រឡៅឃុំត្រពាំងសាលាខាងលិចស្រុកបន្ទាយមាសខេត្តកំពតសម័យខ្លួនកូនក្រមុំពីការដៃខ្លីមានឈ្មោះថាផាន់ស្រីអួចអាយុ28ឆ្នាំបានរៀបរាប់ឲ្យដឹងថានាងជាកូនស្រីច្បងក្នុងចំណោមបងប្អូនចំនួន6នាក់ស្រីទាំងអស់ឪពុករបស់នាងជាជនពិការដៃខ្លីចំណែកឯម្ដាយរបស់នាងមានកាយសម្បទាល្អគ្រប់គ្រាន់ទើបនឹងទទួលមរណភាពកាលពី1ឆ្នាំមុនចំណែកឯបងប្អូនស្រីទាំង6នាក់ក្នុងចំណោមនោះមានចំនួន3នាក់ដៃខ្លីរួមមានរូបនាងផ្ទាល់ប្អូនទី2ប្អូនទី3ចំណែកឯប្អូនទី4ដល់ទី6មានកាយសម្បទាល្អធម្មតានាងផាន់ស្រីអួចបានរៀបរាប់បន្តឲ្យដឹងទៀតថាកន្លងមកនាងតែងថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គមបង្ហាញអំពីស្ថានភាពជីវិតរស់នៅរបស់នាងនិងក្រុមគ្រួសារព្រមទាំងបង្ហាញអំពីការដាំដុះបន្លែបង្ការខ្លះៗក្បែរផ្ទះដើម្បីទុកហូបខ្លះលក់គ្រាន់បានប្រាក់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃស្រាប់តែក្រោយមកកាលពី1ឆ្នាំមុនគ្រាដែលនាងទៅនឹងបាត់បង់ម្ដាយជាទីស្រឡាញ់ស្រាប់តែមានបុរសម្នាក់បានឆាតមកសុំរាប់អាននាងចំណែកឯនាងក៏មិនថាអ្វីដែររួចក៏បន្តឆាតសួរនាំឆ្លើយឆ្លងគ្នាពីនេះពីនោះតាមធម្មតាលុះរំលងបានប៉ុន្មានខែក្រោយមកស្រាប់តែខាងប្រុសបានសារភាពសុំស្រឡាញ់នាងត្រង់តែម្ដងចំណែកឯនាងពេលឮបែបនេះមានអារម្មណ៍ត្រេកអរផងភ័យខ្លាចផងត្រេកអរនៅត្រង់ថាបើទោះបីជាខ្លួនពិការមានកាយសម្បទាមិនសមរម្យដូចគេតែនៅមានអ្នកសុំស្រឡាញ់ដែរមួយទៀតនាងក៏ចាប់ផ្ដើមភ័យខ្លាចផងដែរព្រោះខ្លាចគេគ្រាន់តែយកនាងលេងសើចនាងផាន់ស្រីអួចបានបន្ថែមឲ្យដឹងទៀតថាលុះបន្ទាប់មកទៀតបុរសនោះចេះតែតាមលួងលោមសុំស្នេហ៍នាងជាប់រហូតទើបនាងប្រាប់ទៅវិញថាមកស្រឡាញ់ខ្ញុំធ្វើអ្វីខ្ញុំពិការដៃខ្លីអញ្ចឹងហើយគ្រួសារក៏ទីតល់ក្រទៀតតែខាងប្រុសបានប្រាប់ថាគាត់ហាក់មាននិស្ស័យជាមួយនាងនិងបានសារភាពថាគាត់ក៏ធ្លាប់ស្រឡាញ់មនុស្សស្រីមានរូបរាងមុខមាត់ស្អាតបាតត្រឹមត្រូវដែរនិងថែមទាំងមានជីវភាពធូរធារនោះតែការរស់នៅមិនចុះសម្រុងនឹងគ្នានៅជាមួយគ្នាមិនបានសុខឡើយដោយមើលឃើញថាខាងប្រុសពិតជាមានចិត្តច្បាស់លាស់ចង់បាននាងជាគូអនាគតមែនទើបនាងស្នើឲ្យមើលចិត្តថ្លើមគ្នាសិននិងបញ្ជាក់ប្រាប់ទៅគាត់ថានាងគឺជាមនុស្សពិការបែបនេះគឺឆាប់អន់ចិត្តឆាប់តូចចិត្តឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំងណាស់ខ្លាចទទួលយកនាងមិនបានប៉ុន្តែក្រោយពីស្វែងយល់ចិត្តគ្នាទៅវិញទៅមករយៈពេល1ឆ្នាំមកបេះដូងរបស់នាងក៏ព្រមបើកទទួលយកខាងប្រុសធ្វើជាគូអនាគតហើយខាងប្រុសក៏ផ្ដល់តម្លៃឲ្យនាងតាមរយៈការចូលស្ដីដណ្ដឹងរៀបការតាមប្រពៃណីនាងផាន់ស្រីអួចបានពោលសរសើរស្វាមីថាតាំងពីរាប់អានគ្នាមកនាងមើលឃើញថាគាត់ជាមនុស្សប្រុសល្អចេះផ្ដល់តម្លៃចេះស្រឡាញ់មើលថែនាងខ្លាំងណាស់យល់ចិត្តនាងសពគ្រប់បែបយ៉ាងពិសេសតាមចិត្តនាងរហូតដែលទង្វើល្អទាំងនោះហើយធ្វើឲ្យនាងមានភាពកក់ក្ដៅនិងមានទំនុកចិត្តលើក្តីស្រឡាញ់របស់គាត់ចំណែកឯសម័យខ្លួនបរោះជាប្តីបានរៀបរាប់ពីប្រវត្តិស្នេហ៍របស់ខ្លួនថាដំបូងឡើយលោកបានឃើញខាងស្រីតាមរយៈវីដេអូដែលនាងបង្ហោះលើបណ្ដាញសង្គមជាក់ស្ដែងវីដេអូដែលលោកអូសឃើញដំបូងបំផុតគឺនាងដាំបន្លែជាមួយនឹងបងប្អូនក៏ធ្វើឲ្យលោកតាក់ទាញអារម្មណ៍ចេះតែបន្តតាមដានចូលទៅ comment ក្នុងវីដេអូរបស់នាងជារឿយៗរហូតមក
លុះក្រោយមកពេលឃើញនាងបង្ហោះវីដេអូបង្ហាញអំពីភាពសោកសៅដែលត្រូវបាត់បង់ម្ដាយធ្វើឲ្យលោកមានចិត្តអាណិតនាងកាន់តែខ្លាំងរួចក៏ចូលទៅខមមិនលើកទឹកចិត្តនិងឆាតផ្ទាល់ជាមួយនាងតែពីរនាក់ក្នុងន័យរាប់អានធម្មតាប៉ុណ្ណោះចំណែកឯនាងក៏មិនថាអ្វីដែរដោយប្រាប់ថាអាចឆាតមកលេងនាងបានហើយពេលនាងទំនេរពីការងារនាងនឹងឆ្លើយតបវិញបរិជាប្តីបានបន្តថាតាំងពីពេលនោះមកលោកនិងនាងផាន់ស្រីអួយក៏ចាប់ផ្ដើមឆាតឆ្លើយឆ្លងគ្នារៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនប្រាប់គ្នាទៅវិញទៅមកដោយមិនលាក់លៀមលុះក្រោយពីដឹងរឿងរ៉ាវជីវិតរបស់នាងកាន់តែស៊ីជម្រៅធ្វើឲ្យលោកកាន់តែមានចិត្តអាណិតនាងកាន់តែខ្លាំងឡើងคล้ายជាក្តីស្នេហារហូត3ខែក្រោយមកលោកក៏ដាច់ចិត្តសារភាពសុំស្រឡាញ់នាងតែម្ដងប៉ុន្តែនាងមិនឆ្លើយយល់ព្រមភ្លាមៗនោះទេដោយនិយាយថាមើលចិត្តគ្នាសិនព្រោះយើងជាមនុស្សល្អសមសួនចំណែកឯនាងជាមនុស្សពិការក្រែងស្រឡាញ់នាងបានតែមួយឆាវអាចគ្រាន់តែជាការលេងសើចមួយពេលបន្ទាប់មកលោកក៏បានស្វែងយល់ពីនាងកាន់តែច្រើននិងបើកចិត្តបង្ហាញពីទំហំបេះដូងដែលមានចំពោះនាងរហូតជិត1ឆ្នាំនាងក៏ព្រមឆ្លើយពាក្យថាព្រមស្នេហ៍ហើយក៏ឈានដល់ការស្ដីដណ្ដឹងរៀបការតែម្ដងបរិសុទ្ធជាប្តីបានបញ្ជាក់ថានៅពេលដឹងថាលោកស្ដីដណ្ដឹងរៀបការជាមួយកូនក្រមុំដៃខ្លីផាន់ស្រីអួចមកមិនខ្វះទេអ្នកលើកទឹកចិត្តជូនពរចំណងស្នេហ៍របស់លោកមានសុភមង្គលជាមួយគ្នានោះក៏មានអ្នករិះគន់សើចចំអកច្រើនផងដែរដែលទាំងនេះគឺជាអ្វីដែលជំរុញចិត្តឲ្យលោកប្រឹងជំនះនៅពាក្យមើលងាយដើម្បីមនុស្សជាទីស្រឡាញ់និងបដិញ្ញាចិត្តថានឹងស្រឡាញ់មើលថែនាងបង្កើតគ្រួសារជាមួយគ្នាមើលថែគ្នាឲ្យបានល្អទៅថ្ងៃខាងមុខបរិសុទ្ធជាប្តីបាននិយាយថាខ្លះបានលើកឡើងបែបពេបជ្រាយស្រឡាញ់ទៅធ្វើអីកើតដៃខ្លីអញ្ចឹងខ្លះថាឯងយកទៅអត់ខ្លាចកូនកើតមកអត់ដៃអត់ជើងអញ្ចឹងទេអីតែអ្វីដែលខ្ញុំចង់បញ្ជាក់ទៅវិញនោះទោះកូនខ្ញុំកើតមកយ៉ាងម៉េចក៏នៅតែជាកូនរបស់ខ្ញុំនឹងមើលថែចិញ្ចឹមបីបាច់ឲ្យអស់ពីលទ្ធភាពក្នុងនាមជាឪពុកនេះ